ជំរាបសួរបងប្អូនកូនក្មួយទាំងអស់គ្នាជាទីស្រឡាញ់ហ្នឹងហើយខ្ញុំមិនចេះធ្វើអត់ឯងវីដេអូទេខ្ញុំថតវីដេអូហើយសុំនិយាយនៅក្នុងហ្នឹងហើយណានេះពិតជាកតុយកពើបងប្អូនណាដាំនៅក្នុងចង្កេះដូងក្នុងដូងណាប៉ុន្តែគឺការដុះរបស់វាគឺល្អខ្លាំងមែនទែនបងប្អូនខ្ញុំមិននឹកស្មានថាការដាំដុះនៅក្នុងអឺដូងសបកដូងដែលយើងញ៉ាំសាច់ហើយញ៉ាំទឹកហើយហ្នឹងនៅសល់សបកហ្នឹងកុំបោះចោលបងប្អូនទុកដាក់ដាំដំណាំទៅព្រោះអីដូងនេះវាមានអារម្មណ៍ថាត្រូវនឹងរុក្ខជាតិមែនតែនកុំថាឡើយទៅដល់តែប្រទេសកន្ទុយពើបងប្អូនសូម្បីតែខ្ញុំយកទៅដាំដើមប្រទាលឬក៏បន្លែអីគឺដុះស្អាតខ្លាំងមែនតែនខ្ញុំដាក់ដីតិចទេតែទំហំនៃការដុះនោះគឺស្អាតដុះមកមានសុខភាពហ្មងសង្ស័យតែវីតាមីនដូងបងប្អូនវីតាមីនដូងហ្នឹងវាចិញ្ចឹមសរីរាង្គឲ្យរុក្ខជាតិហ្មងហ្នឹងហើយគឺល្អខ្លាំងបងប្អូនស្អាតហ្មងខ្ញុំតែឃើញខ្ញុំដាំនៅរកស្អាតទេដល់ពេលខ្ញុំមិនដាំនៅក្នុងកតោហ្នឹងក្នុងសវកដូងហ្នឹងស្អាតហ្មងអរគុណ